ដែលស្គាល់ទេក្រៅពីក្រុមចៅសមុទ្រ Rock Pirate ក៏នៅមានក្រុមចៅសមុទ្រខ្លាំងមួយក្រុមទៀតដែលបានទៅដល់ទីនោះផងដែរគឺ Goldie Roger ចំណែកនៅខាង Marine វិញក៏មាន YSL Mirogap ទៅកាន់ទីនោះដើម្បីតាមចាប់ Goldie Roger ផងដែរនៅពេលហ្នឹងក្រុមរបស់ Goldie Roger ហើយនិងក្រុម Rock Pirate បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាដើម្បីដណ្ដើមគ្នាយក Devil Fruit សភាពការនៅពេលហ្នឹងគឺរញ៉េរញ៉ៃខ្លាំងដែលវាបានផ្ដល់ឱកាសឲ្យ Ivan ហើយនិង Kuma ចូលទៅលួច Devil Fruit តែគួយស្ដាយណាស់ពួកគេមិនទាន់បានញ៉ាំ Devil Fruit នឹងផង Big Mom បានចូលទៅដល់នៅពេលហ្នឹង Big Mom ដណ្ដើមបានតែ Devil Fruit របស់ Kaido ទេចំណែក Devil Fruit មួយទៀតគឺ Kuma បានញ៉ាំវាបន្ទាប់មកគេបានលេងលម្អិតថាមានរឿងអីកើតឡើងខ្លះនៅ God Valley នឹងទេគេតាមទៅមើល Kuma ដែលពេលនេះគាត់បានទៅដល់ផ្ទះចាស់របស់គាត់នៅសមុទ្រខាងត្បូងវិញហើយIvan និង Ginny ក៏បាននៅជាមួយគាត់ផងដែរបើតាមសម្ដីរបស់ Ginny នៅថ្ងៃកើតហេតុនោះ Kuma ជួយមនុស្សបានជាង500នាក់ក្រោយមកមិនយូរប៉ុន្មាន Ivan បានលាពួកគេដើម្បីទៅធ្វើដំណើរផ្សងព្រេងតាមសមុទ្រចំណែក Ginny នៅតែបន្តរស់នៅជាមួយ Kuma ដដែលពួកគេចាប់ផ្ដើមរបរចិញ្ចឹមជីវិតដោយការកាប់អូសយកទៅលក់ថ្ងៃមួយមានក្មេង2នាក់ឃើញ Kuma មានធំក៏ទៅសួរ Kuma ថាអាយុប៉ុន្មានហើយ Kuma ប្រាប់ថាអាយុ9ឆ្នាំហើយដោយសារតែគិតថា Kuma និយាយកុហកពួកគេក៏យកដុំថ្មគប់ Kuma ឃើញចឹង Ginny ក៏ចូលទៅបដៅក្មេងទាំងពីរនាក់នោះដោយវាយពួកគេឡើងពកក្បាលតែក្រោយមក Kuma បានប្រើសមត្ថភាព Devil Fruit របស់គាត់ទៅស្រូបយកការឈឺចាប់របស់ពួកគេមកទុកចាប់ពីពេលនោះមកក្មេងៗនៅក្នុងភូមិចូលចិត្ត Kuma ណាស់8ឆ្នាំក្រោយមក Kuma បានធ្វើជាអាចារ្យនៅឆេករបស់គាត់ហើយរៀងរាល់ថ្ងៃអាទិត្យគាត់តែងតែជួយព្យាបាលបំបត្តិការឈឺចាប់ឲ្យគេដោយឥតគិតថ្លៃពេលនោះប្រជាជនបានសំណូមពរឲ្យគាត់ជួយព្យាបាលគេរាល់ថ្ងៃហ្មងទៅប៉ុន្តែ Ginny បានចេញមកលោឡាស្ដីឲ្យពួកគេថាស្អីគេអានអត់យកលុយចង់មករាល់ថ្ងៃពេលឃើញ Ginny កាយឆ្នាអញ្ចឹងចាស់ចូលចិត្តចំអន់នាងលេងជាមួយ Kuma ណាពួកគាត់ថាពីរនាក់នឹងសមគ្នាម្នាក់កាយម្នាក់ស្លូតនៅចុះសំឡងជាមួយគ្នាហ្មងបន្ទាប់មកមានថ្ងៃមួយប្រជាជនចាប់ផ្ដើមល្អូថាពួកគេអត់មានលុយបង់ថ្លៃវិភាគទានឆើយរបស់ Kuma ច្រើនទេដោយសារតែរាជាណាចក្រ Sorbet នឹងមានស្ដេចថ្មីឈ្មោះ Bakery ឡើងគ្រប់គ្រងហើយស្ដេចថ្មីនឹងបានគៀកកប្រជាជនយកពន្ធច្រើនណាស់បើសិនជាអ្នកណាអត់មានលុយបង់ឲ្យគាត់នឹងចាប់ដាក់គុកបង្អត់អាហាររហូតដល់ស្លាប់និយាយពី Kuma វិញរាល់ថ្ងៃអាទិត្យនៅពេលដែលគាត់ជួយព្យាបាលបំបត្តិការឈឺចាប់ឲ្យចាស់ហើយគាត់តែងតែស្ងំនៅក្នុងឆើយតែម្នាក់ឯងបិទទ្វារចិត្តព្រោះគាត់ត្រូវការប្រមូលការឈឺចាប់ទាំងអស់មកសរុបគ្នាដាក់មកលើខ្លួនគាត់ចំណែក Ginny នឹងអង្គុយចាំនៅខាងក្រៅមិនអាចជួយអីបានទេមានតែការអាណិតបន្ទាប់ពី Kuma បានស្រូបការឈឺចាប់អស់ហើយ Ginny តែនៅជួយមើលថែគាត់នាងឆ្ងល់ណាស់ថាហេតុអីបានចាំបាច់ស្រូបការឈឺចាប់អស់ហ្នឹងមិនក៏មិនទុកវាចោលទៅហើយ Kuma បញ្យល់ថាបើទុកចោលវានឹងរត់ទៅរកម្ចាស់ដើមវាវិញ Kuma ប្រាប់ Ginny ថាប៉ុណ្ណឹងមិនឈឺមែនទេគាត់អាចទ្រាំបាន3ឆ្នាំក្រោយមកទៀតពួកគេនៅតែបន្តរស់នៅជាមួយគ្នាយ៉ាងសុខសាន្តមានថ្ងៃមួយនោះស្រាប់តែ Ginny ទៅសុំ Kuma រៀបការនាងសន្យាថានឹងធ្វើឲ្យ Kuma មានសុភមង្គលអស់មួយជីវិតតាមពិតទៅ Kuma ក៏មានចិត្តលើ Ginny ដែរប៉ុន្តែគាត់បានបដិសេធដោយសារតែគាត់មានឈាមជ័រជាពូជទាស្ករខ្លាចប៉ះពាល់ដល់អនាគតរបស់ Ginny នៅពេលនោះ Kuma បានប្រឡប់បដូររឿងនិយាយធ្វើជាទៅអានកាសែតនៅក្នុងកាសែតគេបានចុះផ្សាយពីរឿងរបស់ Dragon ដែលប្រឆាំងជាមួយរដ្ឋាភិបាលដើម្បីជួយអ្នកទុនខ្សោយហើយ Kuma ក៏ចង់ធ្វើដូច Dragon ដែរគឺចង់ជួយមនុស្សឲ្យបានច្រើនចំណែក Ginny វិញមានអារម្មណ៍ថាអន់ចិត្តជាមួយ Kuma ហើយខ្មាស់ខ្លួនឯងណាស់រយៈកាលក្រោយមកទៀតនៅរាជាណាចក្រ Sorbet នឹងមានព្រឹត្តិការណ៍មួយបានកើតឡើងគឺស្ដេច Bakery បានចេញច្បាប់ថ្មីកាត់ទឹកដីផ្នែកខាងត្បូងបោះចោលដោយសារតែប្រជាជននៅភាគខាងត្បូងនឹងភាគច្រើនសិតតែជាចាស់ហើយក្រគាត់គិតថាធ្វើអញ្ចឹងធ្វើឲ្យរាជាណាចក្រ Sorbet របស់គាត់នឹងក្លាយទៅជាប្រទេសអ្នកមានជ្រុលលើសពីនឹងទៀតស្ដេចបានបញ្ជាឲ្យទាហានទៅចាប់ប្រជាជននៅភាគខាងត្បូងទៅធ្វើជាទាស្ករឲ្យពួកគេធ្វើការឲ្យស្លាប់តែម្ដងទៅកុំឲ្យពួកគេរស់នៅនាំធ្ងន់ផែនដីហើយដល់ពេលអញ្ចឹងពេកទៅ Kuma ទ្រាំមិនបានក៏ងើបឡើងប្រឆាំងបះបោលក្រោយមកគេចាប់ Kuma បានដោយទាំង Ginny ហើយនិងអ្នកស្រុកប្រមាណអ្នកទៀតដោយសារតែពួកគេក៏ប្រឆាំងជាមួយស្ដេចផងដែរ Ginny ដឹងថាស្ដេចនៅប្រទេសហ្នឹងគឺជាអាយ៉ងកូនអុករបស់ Celestial Dragon អញ្ចឹងហើយទើបមានចរិតហៃសូដោយពួក Celestial Dragon ខ្លាំងណាស់ស្នាដៃដែលពេលហ្នឹងក្រុមបដិវត្តរបស់ Dragon បានទៅដល់ហើយជួយវាយរំដោះប្រទេស Sorbet ចេញពីការត្រួតត្រារបស់ស្ដេច Bakery បន្ទាប់មក Ivan ហើយនិង Dragon បានទៅជួប Kuma និង Ginny នៅក្នុងគុកហើយបបួសពួកគេចូលរួមជាមួយនឹងក្រុមបដិវត្តផងដែរចាប់តាំងពីពេលនោះមកពួកគេបានចូលរួមធ្វើការជាមួយនឹង Dragon ជួយរំដោះប្រជាជនតាមប្រទេសនានាចេញពីអំណាចរបស់ស្ដេច Kokau ហើយយូរម្ដង Kuma ក៏បានទៅលេងប្រជាជននៅស្រុកកំណើតរបស់គាត់សម្រាប់ប្រជាជនវិញពេលបានជួប Kuma ពួកគាត់សប្បាយចិត្តយ៉ាងខ្លាំងពេលនេះ Ginny ហើយនិង Kuma ក្លាយជា Captain នៅក្រុមផ្សេងគ្នាហើយយូរទៅបានជួបគ្នាម្ដងជាទូទៅមុនថ្ងៃបានជួបជាមួយនឹងក្រុមរបស់ Kuma Ginny សប្បាយចិត្តណាស់កូនចៅរបស់នាងនរណាក៏ដឹងថានាងលួចក្រាស់ Kuma ដែរប៉ុន្តែគួរឲ្យស្ដាយមានថ្ងៃមួយមានគេរាយការណ៍ទៅ Dragon ថាក្រុមរបស់ Ginny ត្រូវបានរដ្ឋាភិបាលឆ្មក់បង្ក្រាបហើយចាប់ Ginny យកទៅបាត់ហើយមានគេស៊ើបដឹងទៀតថា Ginny ត្រូវបានគេចាប់យកទៅធ្វើជាប្រពន្ធរបស់ Celestial Dragon ម្នាក់